ធនាគារកណ្ដាលបដិសេធទៅលើការកាត់បន្ថយអត្រាការប្រាក់ខណៈដែលលោក Trump ដាក់សម្ពាធយ៉ាងខ្លាំងសួស្តីកុំមកលោកស្រីមកកាន់កម្មវិធីពីនេះពីនោះពីទីផ្សារបដូរប្រាក់គីកណ្ដាលសហរដ្ឋអាមេរិក Federal Reserve បានបញ្ជាក់ជំហរមិនកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំខែមករាឆ្នាំ2026ខាងមុខទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដាក់សម្ពាធយ៉ាងខ្លាំងក៏ដោយការសម្រេចចិត្តនេះបណ្ដាលមកពីទិន្នន័យសេដ្ឋកិច្ចរឹងមាំនិងភាពឯករាជ្យរបស់ Federal Reserve ឬធនាគារកណ្ដាលសហរដ្ឋអាមេរិកតាមរបាយការណ៍ CPI ខែធ្នូឆ្នាំ2025របស់សហរដ្ឋអាមេរិកអតិផរណាប្រចាំឆ្នាំនៅត្រឹមតែ 2.7% ខណៈដែល PPI Producer Price Index ខែវិច្ឆិកាកើនឡើង 3%ការរំពឹង 2.7%ទិន្នន័យការងារក៏រឹងមាំដោយទំនាក់ទំនងការងារថ្មី Jobless Claim ធ្លាក់ចុះKaren Powell ប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកបានអះអាងថាសេដ្ឋកិច្ចនៅមានសន្ទុះខ្លាំងហើយការកាត់អត្រាលើ 3.5% ទៅ 3.75% នឹងធ្វើឲ្យអតិផរណាកើនឡើងវិញវិភាគទស្សន៍ទាយថា Federal Reserve នឹងរក្សាអត្រាការប្រាក់ដដែលនៅថ្ងៃទី27ទៅ28ខែមករាទៅវិញលោក Trump បានដាក់សម្ពាធតាមបណ្ដាញសង្គមដោយនិយាយថាអតិផរណាទាបហើយលោក Powell ធ្វើការយឺតត្រូវតែកាត់បន្ថយអត្រាការប្រាក់ឥឡូវនេះដើម្បីជំរុញឲ្យសេដ្ឋកិច្ចនិងទីផ្សារដើរល្អមកវិញបើជាណាក៏ដោយអ្នកវិភាគលើកចិត្តថាការដាក់សម្ពាធពីលោក Trump នេះនឹងធ្វើឲ្យ Federal Reserve រឹងមាំជាងមុនដើម្បីបង្ហាញឯករាជ្យក្នុងការមិនធ្វើតាមចិត្តលោក Trumpសម្រាប់លោកស្រីដែលចាំបើកគណនីកក់មាសតាមរយៈពន្ធនាគារក៏ដូចជាមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់លម្អិតអំពីរបៀបនៃការទិញនិងលក់តម្លៃហាងឆេងមាសតាមរយៈប្រព័ន្ធធនាគារបងប្អូនអាចធ្វើការទំនាក់ទំនងមកនឹងខ្ញុំសារ៉ា Sunday តាមលេខទូរស័ព្ទនៅខាងលើដើម្បីទទួលបានការបង្រៀនក៏ដូចជាការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ